ចាជំងឺមហារីកឥឡូវនេះកំពុងតែមានផ្ទុះការចាប់អារម្មណ៍ច្រើនមែនទែនពាក់ព័ន្ធជាមួយនឹងជំងឺមហារីកដែលបងប្អូនមួយចំនួនគាត់មានការព្រួយបារម្ភទៅលើការញ៉ាំចំណីអាហារចាដែលគិតទៅលើសារធាតុគីមីចាទាំងបន្លែទាំងផ្លែឈើទាំងចំណីអាហារដែលយើងញ៉ាំសូម្បីតែម្ហូបឬក៏សឡឬក៏បាយដែលប្រើថង់ប្លាស្ទិកច្រើនដែលយើងញ៉ាំជាប្រចាំហ្នឹងវាអាចមានផ្ទុកទៅលើសារជាតិគីមីដែលធ្វើឲ្យយើងងាយក្នុងការកើតមហារីកចាបើនិយាយបញ្ហាមហារីកបងប្អូនប្រកាសជាគិតទៅដល់ការញ៉ាំចំណីអាហារត្រូវអត់អានឹងក៏ជាចំណែកមួយដែរតែរួមផ្សំបន្ថែមបន្ទាប់ពីចំណែកនៃការញ៉ាំចំណីអាហារវានៅមានហេតុផលជាច្រើនទៀតដែលធ្វើឲ្យយើងកើតមហារីកចាអញ្ចឹងវីដេអូមួយនេះខ្ញុំមកចែករំលែកពាក់ព័ន្ធជាមួយនឹង5មូលហេតុដែលធ្វើឲ្យបងប្អូនអាចកើតមហារីកចាទី1គឺតកតងនឹងចំណីអាហារហ្នឹងឯងដែលបងប្អូនញ៉ាំចំណីអាហារដែលមានផ្ទុកសារជាតិគីមីសារជាតិពុលដែលគេប្រើលើសកម្រិតហើយយើងញ៉ាំជាប្រចាំអាចប្រឈមមុខជាមួយនឹងបញ្ហាមហារីកចាអានឹងគ្រាន់តែជាចាតកតងនឹងកត្តាជំរុញមួយឯងចាអ្វីដែលសំខាន់ចាតកតងនឹងកត្តាទី2គឺពាក់ព័ន្ធជាមួយនឹងសែនចាពាក់ព័ន្ធជាមួយនឹងសែនមានន័យថាបើយើងជាប់ខ្សែស្រឡាយអ្នកដែលគាត់កើតមហារីកដូចជាយើងមានឪពុកម្ដាយឬក៏ជីដូនឬក៏អ៊ំឬក៏មីងដែលជាប់ខ្សែស្រឡាយចាដែលគាត់ធ្លាប់មានប្រវត្តិកើតមហារីកអញ្ចឹងគឺយើងងាយប្រឈមមុខកើតមហារីកចាពាក់ព័ន្ធជាមួយនឹងសែនខ្សែស្រឡាយអានេះគឺជាកត្តាធំបំផុតហ្មងចាងាយប្រឈមមុខកើតមហារីកចាទី2ណាចាចំណុចទី3គឺសម្រាប់អ្នកដែលគាត់រស់នៅជាប្រចាំថ្ងៃចាការរស់នៅប្រចាំថ្ងៃរបស់គាត់ដែលគាត់អាចបានប្រើកម្លាំងចាគាត់អាចបានប្រើកម្លាំងគាត់អាចបានហាត់ប្រាណគាត់បញ្ចេញញើសអត់បញ្ចេញអីទាំងអស់ចារាងកាយរបស់គាត់ពោពេញទៅដោយសារជាតិពុលសារជាតិគីមីផ្ទុកច្រើនជាពិសេសអ្នកដែលគាត់ចូលចិត្តញ៉ាំស្រាជក់បារីចាញ៉ាំរបស់ផ្អែមខ្លាំងប្រៃខ្លាំងឬក៏ជាតិខ្លាញ់ច្រើនខ្លាំងដែលរាងកាយរបស់គាត់ចាទទួលយកអត់បានឬក៏រាងកាយរបស់គាត់បំលែងអត់តាន់ឬក៏ញ៉ាំអាហារដែលរសជាតិដិតខ្លាំងជាប្រចាំចាក៏ធ្វើឲ្យគាត់ប្រឈមមុខការបញ្ហាមហារីកដែរចានឹងចំណុចទី3ណាចាចំណុចទី4អ្នកដែលគាត់រស់នៅដោយបរិយាកាសជុំវិញរបស់គាត់នឹងសម្បូរទៅដោយវិទ្យុសកម្មចាអ្នកដែលគាត់ប្រើវិទ្យុសកម្មច្រើនដូចជាទូរស័ព្ទច្រើនអីច្រើនគេងនិយាយទៅគឺបរិយាកាសជុំវិញខ្លួនគាត់នឹងសម្បូរទៅដោយវិទ្យុសកម្មក៏គាត់ងាយក្នុងការប្រឈមមុខកើតមហារីកដែរចាចំណុចទី5គឺអ្នកដែលគាត់មានវ័យចាប់ពី65ឆ្នាំឡើងទៅប្រព័ន្ធការពាររបស់គាត់ខ្សោយអញ្ចឹងគឺគាត់ងាយក្នុងការរងតកតងនឹងសារជាតិគីមីអីផ្សេងងាយប្រឈមមុខកើតទៅលើបញ្ហាមហារីកហើយបញ្ហាមហារីកឥឡូវនេះកំពុងតែមានការរីករាលដាលខ្លាំងបើសិនជាការរស់នៅប្រចាំថ្ងៃបើយើងមានការធ្វើប្រហែសចាអញ្ចឹងល្អបំផុតគឺយើងទៅឆែកសុខភាពចាទៅឆែកសុខភាពតេស្តរកមើលកោសិកាមហារីកណាមួយដែលដំណាក់កាលទី1គឺយើងអាចព្យាបាលជាតែបើសិនជាយើងអត់បានឆែកសុខភាពឬក៏យើងមានអាការៈណាដែលមិនស្រួលហើយយើងចេះតែធ្វើប្រហែលយើងចេះតែបដែបដោយជំងឺមហារីកអាចឈានដល់ដំណាក់កាលទី2ទី3ឬក៏ដំណាក់កាល1ដែលអាចព្យាបាលបានពិបាកក្នុងការព្យាបាលគឺធ្ងន់ធ្ងរខ្លាំងមែនទែនអញ្ចឹងចែករំលែកត្រង់វីដេអូនេះគឺខ្ញុំចង់ឲ្យបងប្អូនឆែកសុខភាពចាក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏បានម្ដងឬក៏2ដងក្នុងការឆែកសុខភាពតេស្តរោគចាជំងឺមហារីកនៅក្នុងរាងកាយចាអរគុណ